ស្ដីអ្នកទាំងអស់គ្នាខ្ញុំទទួលបានសំណួរមួយចង់ឲ្យនាងខ្ញុំបង្ហាញអំពីការចាត់ថ្នាក់ loan provision follow ទៅតាម standard ថ្មីនៅក្នុងសំណួរនេះខ្ញុំដឹងថាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំបង្ហាញអំពី loan classification follow by accounting rule នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញជូនអ្នកទាំងអស់គ្នាលម្អិតមិនថា loan classification follow by accounting standard loan classification follow by local regulator ទាំង National Bank ទាំងធនាគារជាតិនៃកម្ពុជានិងអគ្គនាយកដ្ឋានពន្ធដារផងដែរចាលុះត្រាតែអ្នកទាំងអស់គ្នាដឹងអំពី loan classification follow by accounting ហើយជាមួយនឹង regulator requirement ហើយទើបយើងអាចកាន់កាប់បញ្ជីស្នាមគណនេយ្យរបស់យើងនឹង full compliant តែម្ដងម្យ៉ាងវិញទៀតដើម្បីឲ្យអ្នកទាំងអស់គ្នានឹងអាចទទួលស្គាល់ចំណាយ impairment ឬក៏ provision នឹងបានត្រឹមត្រូវយោងទៅតាមតម្រូវការឬក៏ requirement របស់regulator យើងទាំងអស់តែម្ដងមិនថាធនាគារជាតិនៃកម្ពុជាអគ្គនាយកដ្ឋានពន្ធដារឬក៏មួយវិញទៀតនោះគឺ follow ទៅតាម accounting standard ហ្នឹងគឺតម្រូវទៅតាមយត្តករគណនេយ្យនិងសាវនកម្មចា accounting and auditing regulator ឬក៏យើងស្គាល់ហៅកាត់ហ្នឹងគឺ ACA ចានៅក្នុងស្តង់ដារអ្នកទាំងអស់គ្នាដឹងហើយថាស្តង់ដារគណនេយ្យគឺយើង follow ទៅតាមស្តង់ដារ2ទី1គឺស្តង់ដារ full ស្តង់ដារពេញលេញនិងទី2ទៀតគឺស្តង់ដារសម្រាប់ SME ដែល IFRS ឬក៏ IFRS for SME បើសិនជាយើងប្រើនៅក្នុងប្រទេសកម្ពុជារបស់យើងគឺ CIFRS និង CIFRS for SME សម្រាប់ស្តង់ដារ CIFRS ឬក៏ IFRS អ្នកទាំងអស់គ្នាត្រូវអានទៅលើស្តង់ដារមួយយើងហៅថា IFRS ម្នាញឬក៏ CIFRS ម្នាញនៅក្នុងស្តង់ដារនេះគឺបញ្ជាក់អំពី loan classification ដោយសារតែ loan បើយើងនិយាយអំពី loan គឺជា financial instrument ហើយជាប្រភេទ financial instrument ហ្នឹងគឺ financial asset ចានឹងស្តង់ដារគឺនិយាយអំពី financial instrument គឺមាន financial instrument asset និង financial instrument liability financial instrument គឺបកប្រែមកភាសាខ្មែរហ្នឹងគឺឧបករណ៍ហិរញ្ញវត្ថុចាអញ្ចឹងឧបករណ៍ហិរញ្ញវត្ថុយើងគឺមានឧបករណ៍ហិរញ្ញវត្ថុទ្រព្យសកម្មនិងឧបករណ៍ហិរញ្ញវត្ថុទ្រព្យអកម្មខ្ញុំបានបង្ហាញជូនអ្នកទាំងអស់គ្នារួចហើយតាក់ទងជាមួយនឹង financial asset ឬក៏ financial liability ដែលជាប្រភេទ financial instrument ហ្នឹងនៅក្នុងវីដេអូ TikTok របស់នាងខ្ញុំអាចអ្នកទាំងអស់គ្នាអាចទស្សនាបន្ថែមទៀតដើម្បីដឹងលម្អិតថាអ្វីខ្លះជាប្រភេទឧបករណ៍ហិរញ្ញវត្ថុទាំងអស់នោះចាអញ្ចឹង loan គឺជាប្រភេទទ្រព្យសកម្មជា financial asset ដែលយើងត្រូវអនុវត្តទៅតាមស្តង់ដារមួយយើងហៅថាស្តង់ដារពេញលេញហ្នឹងគឺ IFRS ម្នាញសម្រាប់ស្តង់ដារ IFRS for SME អ្នកទាំងអស់គ្នាអាន section ទី11ចានៅក្នុង IFRS ម្នាញអ្នកទាំងអស់គ្នាអាចអានបន្ថែមទៅលើចំណុច 5.5 និងចំណុចទី7ដែលនិយាយលម្អិតអំពី loan classification ក៏ដូចជា impairment ផងដែរ loan classification follow by ស្តង់ដារពេញលេញគឺយើងត្រូវចាត់ថ្នាក់ទៅជា3 stage ទី1យើងហៅថា stage 1 stage 2 and stage 3ចាអញ្ចឹងចំណាត់ថ្នាក់ដែលយើង follow ទៅតាម accounting standard full យើងត្រូវចំណាត់ថ្នាក់ឥណទានរបស់យើងហ្នឹងគឺទៅតាមជា3 stage ហើយចំពោះ impairment វិញគឺយើង follow ទៅតាម expected credit loss ចា stage ទី1ហ្នឹងគឺត្រូវយើងកំណត់ថ្នាក់ថាពេលណាដែលយើងអាចចាត់ថ្នាក់loan ទាំងអស់ហ្នឹងស្ថិតនៅក្នុង stage 1 stage 2 stage 3ឥណទានទាំងឡាយណាដែលយើងចាត់ថ្នាក់នៅក្នុង stage 1គឺឥណទានទាំងឡាយណាដែលយើង expect ថា no significant credit risk increase ចានៅពេលដែលយើង recognize ដំបូងមានន័យថាយើងទទួលស្គាល់ឥណទាននឹងដំបូងជាពិសេសហ្នឹងគឺពេលដែលយើងផ្ដល់ឥណទានទៅអតិថិជនយើងដំបូងតែម្ដងមានន័យថាឥណទានទាំងអស់ហ្នឹងអត់ទាន់មានហានិភ័យកើតឡើងទេចំពោះ stage 2គឺអ្នកទាំងអស់គ្នាចាត់ថ្នាក់រាល់ឥណទានទាំងឡាយណាគឺ expect ថាមាន significant risk កើតឡើងចាអញ្ចឹង significant risk កើតឡើងហ្នឹងយើងវាស់វែងបែបម៉េចជាទូទៅនៅក្នុងការវាស់វែងទៅលើឥណទានតាមចំណាត់ថ្នាក់ទី1
គឺគេប្រើ de payo អនុទានទាំងឡាយណាដែលមានការខកខានមិនបានសងហ្នឹង loan ដែលមានការបង់យឺតឬក៏ default ឬក៏ payo ចាអញ្ចឹងអនុទានទាំងអស់ហ្នឹងត្រូវចាត់ថ្នាក់ទៅតាមខ្លះមួយចំពោះ stage 3ចំណាត់ថ្នាក់ទី3គឺរាល់អនុទានទាំងឡាយណាគឺមាន credit impair មានន័យថាការបាត់បង់កើតឡើងតែម្ដងគឺអតិថិជននឹងប្រឈមមានហានិភ័យអនុទានដែលកើតឡើងដែលមានភាពបាត់បង់កើតឡើងជាក់ស្ដែងតែម្ដងអាចថាដោយសារតែចាទី1នោះគឺដោយសារតែអតិថិជនមាន significant financial difficulty មានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរទី2អាចថា default ឬក៏ delinquency អនុទានដែលខកខានមិនបានបង់តែម្ដងទាំងដើមទាំងការទី3អាចថាជាលក្ខណៈ concession ការអនុទានដែលជួបជាមួយនឹងការត្រូវរៀបចំឡើងវិញអនុទានដែលជួបជាមួយនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរត្រូវរៀបចំឬក៏យើងត្រូវផ្លាស់ប្ដូរអនុទាននឹងជូនអតិថិជនរបស់យើងទី4អាចថា high probability of bankruptcy អតិថិជននឹងគឺស្ថិតនៅក្នុងបញ្ហាខ្សែធន probability of ការខ្សែធនហ្នឹងគឺមានហានិភ័យខ្លាំងតែម្ដងគឺមាន probability ខ្លាំងតែម្ដងអាចថាលើសពី 50% ជួបនៅបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរអតិថិជនដែលជួបនៅបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរចាឬក៏មកពីបញ្ហាផ្សេងទៀតដែលជា external factor ដូចជាបញ្ហាសេដ្ឋកិច្ចបញ្ហាសង្គ្រាមក៏ធ្វើឲ្យមានហានិភ័យធ្ងន់ធ្ងរត្រូវចាត់ថ្នាក់ចូលទៅក្នុង stage 3ដោយសារតែ loan stage 3ការធ្វើ impairment គឺធ្វើរៀងច្រើនជាង loan ដែលស្ថិតនៅក្នុង stage 1ឬក៏ stage 2អញ្ចឹងការទទួលស្គាល់ impairment នឹងទៀតនៅពេលដែលយើងចំណាត់ថ្នាក់អនុទាននឹងនៅក្នុងចំណាត់ថ្នាក់ទាំង3ប្រភេទនឹងហើយអ្នកទាំងអស់គ្នាត្រូវធ្វើ impairment នឹង follow ទៅតាម expected credit loss model stage ទី1អ្នកទាំងអស់គ្នាត្រូវទទួលស្គាល់ at least 12 month expected credit loss impairment expense កើតឡើងចា12 month expected credit loss ហ្នឹងគឺ at least យើងត្រូវទទួលស្គាល់ impairment ចំណាយ impairment រយៈពេល12ខែចាដែលកើតឡើងហើយចំពោះ loan ស្ថិតនៅក្នុង stage 2យើងធ្វើ impairment lifetime expected credit loss ចាគឺការធ្វើចំណាយ impairment ហ្នឹងគឺមក whole cycle របស់អនុទានហ្នឹងតែម្ដងចានឹង loan ដែលស្ថិតនៅក្នុង stage 3វិញធ្វើ impairment ហ្នឹងគឺ follow ទៅតាម lifetime loss expected credit loss ហើយplus ជាមួយនឹងចំណូល recognition ហ្នឹងគឺយើងទទួលស្គាល់ទៅតាមមូលដ្ឋាន net carrying amount អត់ទទួលស្គាល់ទៅតាមមូលដ្ឋាន gross amount នោះទេចំណូលដែលទទួលស្គាល់តាម net carrying amount គឺចំណូលដែលយើងយក loan ទាំងអស់ហ្នឹងដកជាមួយនឹង impairment reserve ចេញយើងឃើញ net loan មួយទៅយើងត្រូវទៅគុណជាមួយនឹង effective interest rate យើងទទួលស្គាល់ income follow ទៅតាម net fair value of loan ហ្នឹងអញ្ចឹងយើងឃើញថានៅពេលដែលយើងធ្វើចំណាត់ថ្នាក់អនុទាន follow ទៅតាម 3 stage នេះគឺយើងដឹងតែម្ដងថា impairment កើតឡើងយ៉ាងដូចម្ដេចនិងចំណូលត្រូវ recognize យ៉ាងដូចម្ដេចផងដែរចា៎